ជំរាបសួរសួស្តីអំពូមីងពុកម៉ែបងប្អូនអរគ្នាដូចជាខានជួបគ្នាជាមួយនឹងនាងខ្ញុំយូរដែរហើយនាងខ្ញុំខានថតវីដេអូធ្វើម្ហូបបង្ហាញពុកម៉ែបងប្អូនអរគ្នាទស្សនាយូរដែរហើយអញ្ចឹងហើយថ្ងៃនេះសូមមកធ្វើមុខម្ហូបថ្មីប្លែកបង្ហាញពុកម៉ែបងប្អូនអរគ្នាទស្សនាសម្រាប់មុខម្ហូបមួយមុខនេះមានឈ្មោះថាបង្គាបុកម្អមជាមួយនឹងអំពិលខ្ចីយ៉ាងហ្នឹងពុកម៉ែបងប្អូនសម្រាប់មុខម្ហូបមួយមុខនេះបងប្អូនរកបង្គាធ្វើមិនបានបងប្អូនអាចទិញកំពឹសស្រស់ៗយកមកធ្វើបានដូចគ្នាបងប្អូនសម្រាប់ការធ្វើវិញគឺងាយស្រួលខ្លាំងមែនតើបងប្អូនចំណែកឯគ្រឿងផ្សំរបស់យើងហ្នឹងក៏អត់មានអីច្រើនដែរមានតែស្ករប៊ីចេងបង្គាស្រស់ៗម្អមជីរណាបងប្អូនបើសិនជាមានជីនាងវងបងប្អូនអាចថែមជីនាងវងទៀតក៏បានដែរបងប្អូនកាន់តែឆ្ងាញ់កាន់តែបន្ថែមរសជាតិក្លិនឈ្ងុយបន្ថែមទៀតដែរបងប្អូនហើយសម្រាប់ឥឡូវនេះគឺយើងដល់វគ្គធ្វើតែម្ដងការធ្វើរបស់នាងខ្ញុំគឺយកខ្ទឹមសជាមួយនឹងម្ទេសបុកចូលគ្នាឲ្យបែកម៉ត់ល្មមបងប្អូនហើយសម្រាប់ការបុកនេះបងប្អូនកុំភ្លេចថែមស្ករប៊ីចេងរួចជាស្រេចទៅហើយដើម្បីបុកកុំឲ្យវាខ្ទាតសម្រាប់ប៊ីចេងយើងដាក់មួយចុងស្លាបព្រាស្ករសកន្លះស្លាបព្រាពុកម៉ែបងប្អូនរួចហើយយើងបុកច្បល់ចូលគ្នាឲ្យវាបែកម៉ត់ល្អទៅណាបងប្អូនសម្រាប់ការបុកបងប្អូនបើបុកតែខ្ទឹមជាមួយនឹងម្ទេសវាអត់បែកម៉ត់ល្អទេតែបើយើងបានដាក់ស្ករសប៊ីចេងបុកចូលជាមួយគ្នាគឺម៉ត់ល្អហើយវាធ្វើឲ្យគ្រឿងរបស់យើងហ្នឹងអត់ខ្ទាតចូលភ្នែកឬក៏ខ្ទាតប្រឡាក់ដៃប្រឡាក់ជើងទៀតណាបងប្អូនយើងមើលតាគ្រឿងយើងម៉ត់ល្មមហើយបងប្អូនអាចដាក់ថែមអំពិលខ្ចីឬក៏ប្រហុកអីចូលបុកបន្ថែមទៀតណាបងប្អូនសម្រាប់អំពិលខ្ចីបងប្អូនរៀងពិបាករកដោយសារខែនេះវាមានតែអំពិលចាស់ហើយនិងអំពិលទុំអញ្ចឹងហើយនាងខ្ញុំក៏ច្នៃយកអំពិលចាស់ហ្នឹងយកទៅបកសម្បកយកទៅខ្វេះគ្រាប់ចេញឲ្យស្អាតហើយបាទនាងខ្ញុំយកមកបុកហើយសម្រាប់អំពិលនេះមិនមែនគេហៅថាអំពិលខ្ចីបងប្អូនប្រហែលជាទៅជាអំពិលគល់ហើយបងប្អូនគេហៅថាអំពិលគល់អំពិលគួរច្រឡំអំពិលគល់យើងបុកអំពិលរបស់យើងជាមួយនឹងគ្រឿងរបស់យើងដែលបានបុករួចហ្នឹងចូលគ្នាឲ្យសព្វឲ្យម៉ត់ចូលគ្នាទៅបានធ្វើឲ្យបុកម្អមរបស់យើងមួយមុខនេះមានរសជាតិឆ្ងាញ់ក្រោយពីយើងបានបុកម៉ត់ល្មមហើយបងប្អូនកុំភ្លេចថែមប្រហុករបស់យើងហ្នឹងគឺប្រហុកសាច់ក៏បានឬក៏ប្រហុកត្រីរៀលប្រហុកត្រីលិញអីអញ្ចឹងក៏បានដែរបងប្អូនសំខាន់យើងយកទៅចិញ្ច្រាំឲ្យម៉ត់ណាដើម្បីពេលដែលយើងបុកទៅវាឆាប់ចូលម៉ត់ជាមួយនឹងគ្រឿងរបស់យើងហើយវាអត់ធ្វើឲ្យយើងមុតឆ្អឹងត្រីប្រហុករបស់យើងទៀតទេបងប្អូនយើងច្បល់វាបុកវាច្បល់វាឲ្យម៉ត់ឲ្យចូលគ្នារួចហើយយើងភ្លក់សិនណាបងប្អូនយើងភ្លក់មើលថាបើសិនជាយើងដាក់ប្រហុកប៉ុណ្ណឹងហើយម្ហូបរបស់យើងអត់សូវប្រៃទេយើងអាចថែមទឹកត្រីឬក៏អំបិលបានតែសម្រាប់នាងខ្ញុំចូលចិត្តក្លិនទឹកត្រីអញ្ចឹងហើយនាងខ្ញុំដាក់ទឹកត្រីជំនួសអំបិលរួចបន្ទាប់មកយើងច្បល់ចូលគ្នាឲ្យសព្វមែនតើណាបងប្អូនរួចហើយយើងភ្លក់ម្សៅទៀតឲ្យដឹងថារសជាតិរបស់យើងនឹងប៉ុណ្ណឹងគឺល្មមហើយនៅបងប្អូនអាចធ្វើតាមរបៀបបងប្អូនបានក៏បានសម្រាប់ការចូលចិត្តអាចដាក់សាប់ជាងនឹងឬក៏ជូរជាងនឹងប្រៃជាងនឹងក៏បានដែរបងប្អូនបន្ទាប់ពីយើងបានច្បល់រួចរាល់ហើយនាងខ្ញុំបានដាក់សណ្តែកគួរដែលបានហាន់រួចចូលរួចហើយយើងបុកចូលគ្នាឲ្យម៉ត់ចូលគ្នាសិនណាបងប្អូនយើងបុកច្បល់ឲ្យសប់ចូលគ្នាច្រឡំម៉ត់បងប្អូនសំទោសចំណុចត្រង់ហ្នឹងមិនមែនម៉ត់ទេបងប្អូនគឺបុកច្បល់ចូលគ្នាឲ្យវារៀងបែកសណ្តែកគួរចូលលាយជាមួយនឹងគ្រឿងរបស់យើងដែលបានបុករួចជាមួយនឹងប្រហុកជាមួយនឹងស្ករប៊ីចេងខ្ទឹមម្ទេសដែលយើងបុកហ្នឹងណាបងប្អូនរួចបន្ទាប់ពីយើងបានបុកច្បល់ចូលគ្នារួចរាល់ហើយនាងខ្ញុំបានដាក់បង្គាចូលផងដែរបងប្អូនចំណុចត្រង់នេះគឺសំខាន់មែនទែនបងប្អូនបង្គាគឺត្រូវលាងឲ្យស្អាតដកអាសរសៃក្តារអាចវានឹងចេញណាបងប្អូនព្រោះកាលណាតែយើងទុកវាទៅវាធ្វើឲ្យយើងហូបទៅរីករុះបណ្ដាលឲ្យយើងរីករុះអីចឹងណាបងប្អូនសម្រាប់ការធ្វើបង្គានាងខ្ញុំអត់បានបង្ហាញពុកម៉ែបងប្អូនទេប៉ុន្តែបើសិនជានាងខ្ញុំបានធ្វើម្ហូបមួយមុខនេះនៅវីដេអូក្រោយនាងខ្ញុំនឹងបង្ហាញពីរបៀបសម្អាតបង្គាឲ្យស្អាតដើម្បីនៅពេលដែលយើងហូបទៅវាគ្មានហានិភ័យរីករុះអីចឹងណាបងប្អូននាងខ្ញុំនឹងបង្ហាញការបកបង្ហាញការលាងអីចឹងណារួចហើយយើងច្បល់បងប្អូនចំណុចត្រង់នេះគឺត្រូវច្បល់វាឲ្យសព្វចូលជាតិគ្នាហើយបាននាងខ្ញុំដាក់ម្អមសម្រាប់មុខម្ហូបមុខនេះអ្វីដែលមិនអាចខ្វះបានហ្នឹងគឺម្អមនឹងតែម្ដងព្រោះដោយសារតែម្អមនេះគឺបង្កើនក្លិនឈ្ងុយបង្កើនរសជាតិផងដែរបងប្អូនរួចហើយយើងយកស្លាបព្រាហ្នឹងច្បល់ចូលគ្នាជាមួយនឹងគ្រឿងជាមួយនឹងបង្គារបស់យើងឲ្យសព្វចូលគ្នាមែនតើណាបងប្អូនរួចហើយយើងភ្លក់មើលថាល្មមរសជាតិជូររសជាតិប្រៃផ្អែមអីល្មមហើយឬនៅបងប្អូនសម្រាប់នាងខ្ញុំគឺប៉ុណ្ណឹងគឺរៀងស្ទើរជូរអញ្ចឹងហើយនាងខ្ញុំក៏បានបន្ថែមក្រូចមួយចំណិតផងដែរបងប្អូនពេលដែលនាងខ្ញុំបានច្បល់វាចូលសព្វគ្នាហើយនាងខ្ញុំបានបន្ថែមក្រូចមួយចំណិតផងដែរបងប្អូនអាចថែម2ចំណិតឬក៏3ចំណិតក៏បានដែរបងប្អូនសំខាន់ឲ្យតែម្ហូបមួយមុខនេះគឺត្រូវរសជាតិត្រូវមាត់បងប្អូនណាសម្រាប់នាងខ្ញុំថែមមួយចំណិតហ្នឹងគឺល្មមរសជាតិជូរល្មមប្រៃផ្អែមល្មមតែម្ដង
សម្រាប់នាងខ្ញុំគឺម្ហូបនាងខ្ញុំចូលចិត្តរសជាតិដុតរសជាតិជូរប្រៃផ្អែមល្មមដុតតែអត់សូវចូលចិត្តផ្អែមខ្លាំងណាបងអូនរួចហើយយើងបន្ទាប់ពីយើងបានច្របាច់ក្រូចចូលហើយយើងច្បល់ចូលគ្នាម្សៅទៀតឥឡូវនេះគឺបានរួចរាល់ហើយបងអូនបង្គាបុកម្អមរបស់យើងគឺបានរួចរាល់ហើយបងអូននិយាយពីថានាងខ្ញុំមកក្លិនជះក្លិនឈ្ងុយមកដល់ជាមួយនាងខ្ញុំនឹកឃើញឃ្លានម្ដងទៀតបងអូននឹកចង់និយាយថានឹករសជាតិនឹកក្លិននឹកគ្រប់សពតែម្ដងបងអូននិយាយពីថាមលក់របស់យើងក៏មានលក់ខ្ចីមានពពាយមានម្អមមានជីរណាមានអាម្ទេសស្អីគេវែងណាបងអូនខ្ញុំនាងខ្ញុំអត់ស្គាល់ទេម្ទេសហ្នឹងឆ្ងាញ់ណាបងអូនយើងធ្វើអញ្ចឹងទៅឆ្ងាញ់ហើយយើងដាក់លាយចសក់លាយអីចឹងណាតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តអីដាក់ហ្នឹងទៅគ្រាន់តែថាមុខម្ហូបមួយមុខនេះបងប្អូនបើសិនជាយើងហូបជាមួយនឹងលក់ស្រស់បែបនេះគឺឆ្ងាញ់ត្រូវជាតិត្រូវរឿងគ្នាខ្លាំងមែនតើពិសេសជាងគេជាមួយពពាយយើងតែម្ដងនិយាយពីថាត្រូវរឿងគ្នាជាតិឆ្ងាញ់ខ្លាំងមែនតើណាពុកម៉ែបងប្អូនបើសិនបើពុកម៉ែបងប្អូនចង់ធ្វើបងប្អូនអាចមើលវីដេអូនេះបានណាហើយកុំភ្លេចធ្វើតាមហូបទាំងអស់គ្នាពុកម៉ែបងប្អូន